សពខ្ញុំជាធ្វើការតាក់ទងទៅនឹងជំងឺឆ្កែឆ្កួតអញ្ចឹងគឺពេលខ្លះសត្វចំរបស់គាត់ឬក៏សត្វតាមផ្លូវខំហើយគឺគាត់មិនបានទៅស្វែងរកចាក់វ៉ាក់សាំងជំងឺឆ្កែឆ្កួតទេគាត់គ្រាន់តែស្វែងរកអសត់បារាណមួយចំនួនសម្ាញ់យើងនៅតាមផ្ទះយើងអញ្ចឹងគាត់យកបាយកកបុកជាមួយនឹងត្រួយកទួតយកមកបិទលើតបៅជួនណាគាត់យកម្ទេសយើងមកបុកលាបលើតបៅអាហ្នឹងជាការខុសរបស់គាត់ពេលដែលសត្វខាំហ្នឹងគឺយើងអនុវត្តនៅវិធានការដោយខាងក្រោមទី1គឺយើងត្រូវតែលាងទឹកជាមួយនឹងទឹកសាប៊ូហ្នឹងគឺឲ្យបានពី10ទៅ15នាទីអញ្ចឹងអាទឹកហ្នឹងគឺយើងបង្ហូរហើយយើងយកសាប៊ូដុំឬក៏ទឹកសាប៊ូលាបទៅមុខរបួសរបស់យើងហ្នឹងគេគិតថាមេរោគជំងឺឆ្កែឆ្កួតហ្នឹងគឺសបករបស់វាគឺវាខ្លាញ់បាទដល់សាប៊ូយើងមានជាតិបាអញ្ចឹងកាលណាយើងយកទឹកជាមួយទឹកសាប៊ូលាបទៅប៉ះលើមេរោគហ្នឹងវាអាចវាងំបាទអានឹងជាចំណុចល្អហើយទី2នោះគឺយើងយកបេតាឌីនមកជូតសម្អាតទៅលើមុខរបួសហ្នឹងបន្ទាប់មកទៀតគឺគាត់ត្រូវតែទៅកន្លែងចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតអញ្ចឹងគឺយើងមានចាក់ដុលចាក់វ៉ាក់សាំងជំងឺឆ្កែឆ្កួតវាអាចមានទៅតាមសេវាឯកជនមួយចំនួនដែលគាត់មានកន្លែងចាក់វ៉ាក់សាំងដែរពួកសេវាឯកជនក៏មានការអនុញ្ញាតពីក្រសួងសុខាភិបាលដែរគឺធម្មតាគឺកន្លែងចាក់គឺគេមើលឲ្យមកមុខរបួសរបស់គាត់មិនសត្វខាំនឹងវាមិនគាត់ចាក់វ៉ាក់សាំងហើយគាត់ចាក់អ៊ីម៉ូណូក្លូបូលីនការពារមួយទៀតបើអត់ចាក់ទេគឺគាត់ប្រឈមនឹងកើតជំងឺឆ្កែឆ្កួតដូចខ្ញុំបាននិយាយអញ្ចឹងឆ្កែពេលដែលខាំយើងពេលខ្លះចេញអត់ចេញឆ្កួតទេពេលខ្លះចេញឆ្កួតបើចេញឆ្កួតយើងអាចដឹងយើងភ័យណាយើងអាចទៅចាក់ប៉ុន្តែអ្វីដែលចោតធ្ងន់បំផុតគឺឆ្កែហ្នឹងគឺវាអត់ទាន់ចេញរោគសញ្ញាទេប៉ុន្តែឆ្កែហ្នឹងមានមេរោគនៅក្នុងក្រពេញទឹកមាត់របស់វាហើយក្នុងរយៈពេល10ថ្ងៃហ្នឹងពេលដែលខាំរបស់យើងគឺវាឆ្លងមកយើងកើតជំងឺឆ្កែឆ្កួតបើសិនជាយើងអត់បានទៅចាក់វ៉ាក់សាំងទេទោះទៅវិញយើងដឹងហើយយើងអត់ចាក់យើងត្រឹមតែស្វែងយកអសត់បារាណមួយចំនួនដែលយើងយកមកបុកមកលាបមកបិទតបៅរបស់អីហ្នឹងអានឹងពោះណាតាក់ទងនឹងការចាក់វ៉ាក់សាំងរបស់យើងគឺបើយើងទៅកាន់តែលឿនកាន់តែល្អប្រសិទ្ធភាពខ្ពស់បំផុតបាន 100% តែម្ដងបាទអាចព្រម3ថ្ងៃល្អប៉ុន្តែសួរថារយៈពេលទៅមុខទៀតអាហ្នឹងយើងមិនដែរបានន័យថាវាអត់ហួសពេលទេយើងមានលទ្ធភាពក្នុងការទៅចាក់ទៀតបើសិនជានៅផ្លូវឆ្ងាយឬក៏ជាប់អីអញ្ចឹងយើងមិនបានមកចាក់ភ្លាមទេយើងអាចមកចាក់ក្រោយបានប៉ុន្តែវាមិនបានល្អបំផុតទេបាទប្រសិទ្ធភាពគឺទៅតាមរយៈពេលរបស់យើងកន្លងមកតាមការសង្កេតក៏ដូចជាការស្វែងយល់ឆ្លងកាត់តាមការសិក្សាខ្លះៗយើងឃើញថាចំណេះដឹងទាក់ទងជំងឺឆ្កែឆ្កួតមិនទាន់បានជ្រាបទៅដល់ប្រជាជនឲ្យបានទូលំទូលាយនៅឡើយទេព័ត៌មានមួយចំនួនសំខាន់អ្នកខ្លះក៏មិនទាន់បានដឹងថាការបង្ការជំងឺឆ្កែឆ្កួតដោយចាក់ថ្នាំបង្ការក្រោយមានរបួសដោយបង្កដោយសត្វមាននៅក្នុងប្រទេសយើងហើយអញ្ចឹងនៅពេលដែលគាត់មានរបួសយ៉ាងណាគាត់អត់ដឹងគាត់អត់បានទៅរកការចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតក្រោយសត្វខាំឬក្រោយរងរបួសនោះទេមួយទៀតការថែទាំរបួសនៅមានការប្រើប្រាស់វិធីបុរាណដូចជាប្រើប្រាស់សបកពេញពីងឬក៏វិធីណាផ្សេងទៀតដែលជាវិធីសាស្ត្របុរាណប្រើប្រាស់វិធីបុរាណហ្នឹងធ្វើឲ្យមេរោគដែលនៅជាប់នឹងរបួសទាំងមេរោគជំងឺឆ្កែឆ្កួតទាំងមេរោគបាក់តេរីផ្សេងបង្កឲ្យរបួសហ្នឹងកាន់តែវិវត្តទៅមិនល្អចំណុចមួយទៀតខ្ញុំចង់ជម្រាបដែរអ្នកខ្លះគាត់យល់ថាការចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតក្រោយសត្វខាំហ្នឹងចាក់តែមួយលើកគឺគ្រប់គ្រាន់ហើយប៉ុន្តែជាការត្រឹមត្រូវគឺត្រូវចាក់ចាប់ពី3លើកអាចទៅដល់5លើកទៅតាមវិធីសាស្ត្រចាក់ថ្នាំបង្ការក្រោយមានរបួសហ្នឹងបាទអញ្ចឹងត្រូវតែស្ដាប់និងគោរពតាមការណែនាំរបស់គ្រូពេទ្យដែលគាត់ទៅជួបគ្រូពេទ្យណែនាំថាត្រូវចាក់3ដងឬចាក់4ដង5ដងចំណុចមួយទៀតការចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតក្រោយសត្វខាំហ្នឹងមានទាំងវិធីចាក់សើស្បែកនិងវិធីចាក់សាច់ដុំអញ្ចឹងយើងសង្កេតឃើញថាមានការនៅសង្ស័យនៅឡើយថាតើវិធីមួយណាមានប្រសិទ្ធភាពជាងវិធីមួយណាខ្ញុំសូមជំរាបថាវិធីទាំងពីរទាំងចាក់សើស្បែកនិងចាក់សាច់ដុំគឺមានប្រសិទ្ធភាពស្មើគ្នា
សូមចងចាំថាជំងឺឆ្កែឆ្កួតអាចបង្ការបាន 100% ប្រសិនបើជនរងគ្រោះបានមកទទួលយកថ្នាំបង្ការឲ្យបានត្រឹមត្រូវនិងទាន់ពេលវេលាជាសារចុងក្រោយខ្ញុំសូមលើកទឹកចិត្តឲ្យជនរងគ្រោះទាំងអស់ដែលមានរបួសស្នាមបង្កឡើងដោយសត្វសូមប្រញាប់រួសរាន់ស្វែងរកសេវាបង្ការជំងឺឆ្កែឆ្កួតនេះឲ្យបានត្រឹមត្រូវនិងទាន់ពេលវេលាបាទសូមអរគុណបាត់ឆ្កែហ្នឹងវាស៊ីនំចំណីដែលថាសម្រាំងនំចោលហើយទៅកូនហ្នឹងវាឃើញអាឆ្កែហ្នឹងយកអាសម្រាំងនំហ្នឹងស៊ីអញ្ចឹងវាទៅដណ្ដើមយកអាសម្រាំងហ្នឹងមកហើយទៅឆ្កែហ្នឹងក៏វាតាមខាំទៅខាំម្លែងដៃលោកគ្រូក្នុងហេតុការណ៍ហ្នឹងខ្ញុំអត់សូវដឹងដែរទេព្រោះវានៅមួយយាយគាត់អត់ដឹងថាហើយដាក់គាត់យកក្រូចឆ្មាយកមកជូតកន្លែងមុខរបួសហ្នឹងហើយគាត់ថាជូតហើយនៅឈាមទៀតចឹងណាមុនសត្វខាំហ្នឹងគាត់ឲ្យចំណីឆ្មាដល់ពេលហើយវាប្របាក់នឹងចុងដៃពេលខាំភ្លាមគាត់តែមើលចុងដៃហ្នឹងហើយអត់បានធ្វើអីផងបងប្អូនហើយសាច់ញាតិចឹងគេប្រាប់ថានៅប៉ាស្ទ័រហ្នឹងមានចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតខ្ញុំធ្លាប់ដឹងយូរហើយតាមចាស់ឬបងប្អូនអ្នកស្រុកអ្នកភូមិថានៅវិទ្យាសាស្ត្រប៉ាស្ទ័រហ្នឹងចាក់ថ្នាំឆ្កែឆ្កួតខាំហ្នឹងអ្នកគ្រូពេទ្យគាត់មកដល់គាត់ប៉ុន្តែមករបួសហើយគាត់សួរនាំថាពីសភាពសត្វហ្នឹងមានប្រភេទអ្មិនដែរមានសភាពមិនល្អអីខុសប្រក្រតីអីឲ្យគ្រូពេទ្យគាត់នឹងតាមដានពីសភាពសត្វហ្នឹងដើម្បីចាក់ថ្នាំវ៉ាក់សាំងបង្ការកូនហ្នឹងកុំឲ្យមានបញ្ហាពេលមកដល់គាត់សួរថាឆ្កែឬក៏ឆ្មាខាំហើយខាំនៅកន្លែងណាមុខរបួសសភាពសត្វហ្នឹងថាយ៉ាងម៉េចឬសត្វចិញ្ចឹមឬសត្វរបស់គេសួរនាំឲ្យគាត់នាំទៅចាក់ថ្នាំគាត់ណាត់លើកទី2 3ថ្ងៃក្រោយលើកទី3 1សប្តាហ៍អ្នកគ្រូពេទ្យគាត់ប្រាប់ថាចាក់វ៉ាក់សាំងហ្នឹងចំនួន3ដងចាក់លើកទី1 3ថ្ងៃក្រោយមកទៀតចាក់លើកទី2ហើយ7ថ្ងៃក្រោយពីគេចាក់ថ្នាំចុងបញ្ចប់ខ្ញុំគាត់ថាសំណូមពរដល់ថាបងប្អូននៅតាមភូមិជនបទអីក៏បើមានសត្វឆ្កែឬក៏ឆ្មាខាំបញ្ជូនកូនមកចាក់វ៉ាក់សាំងទៅកុំការពារកុំឲ្យកូននឹងមានបញ្ហាទៅថ្ងៃក្រោយចិត្តស្លាប់ចិត្តអីផ្សេងដូចឆ្កែដូចឆ្មាអញ្ចឹងខ្ញុំខ្លាចខ្ញុំនាំកូនមកចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតជៀសវាងកុំឲ្យស្លាប់ដោយសារជំងឺឆ្កែឆ្កួត